តែក្នុងការរត់ដាច់រឿងជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំជាមួយនឹងមេធំបាទបងប្អូនមិនមែនមកថតរឿងទេដោយសារតែគិតសាច់រឿងអត់ចេញបងប្អូនក៏នាំគាត់មកលំហែនៅវាលស្រែចង់ដឹងថាយើងទៅសេសាច់រឿងចេញអត់យើងអង្គុយនៅវាលស្រែបងប្អូនពេលខ្លះសរសេរសាច់រឿងថាលំបាកក៏ថាបានថាស្រួលក៏ថាបានបងប្អូនពេលខ្លះអង្គុយក៏អាចថានឹកឃើញសាច់រឿងមួយអាចសរសេរចេញបានតែពេលខ្លះក៏អង្គុយក៏នឹកមិនឃើញទេបងប្អូនតដល់ពេលខ្លះយើងរកកន្លែងមួយដែលយើងត្រូវឆ្លាស់ខួរក្បាលអញ្ចឹងទៅយើងអាចសរសេរចេញដោយថ្ងៃនេះក៏បងប្រុសក៏នាំគាត់មកវាលស្រែដើម្បីនឹកឃើញសាច់រឿងសរសេរសាច់រឿងប៉ុន្តែជាចុងក្រោយលទ្ធផលយ៉ាងណាបងប្អូនទស្សនាវីដេអូនេះទាំងអស់គ្នាមុនចូលទៅដល់សាច់វីដេអូនៃ blog នេះកុំភ្លេចជួយចុច Subscribe ក៏ដូចជាចុច Like ចុច Share ម្នាក់មួយបងប្អូនអរគុណច្រើនចេញពីផ្ទះក៏ទាញម៉ូតូជិះមកថាបានគ្នា2នាក់បងប្អូនគឺជិះមកវាលហើយផ្លូវកាត់វាលកាត់ស្រែហ្នឹងគឺចេះជិះរកទៅបងប្អូនណាផ្លូវខែប្រាំងមានអីពិបាកជិះហើយគាត់មិនថាជិះម៉ូតូទៅឆ្ងាយប៉ុណ្ណាក៏គាត់អត់ចោលមួកសុវត្ថិភាពដែរសូម្បីជិះមកស្រែក៏គាត់ពាក់មួកសុវត្ថិភាពដែរបងប្រុសហ្នឹងហើយនេះបងប្អូននៅកាយវិការយើងនឹកឃើញថាសាច់គ្រឿងយើងទៅសេមិនហើយយើងដាក់កាមេរ៉ាចោលទៅថតលេងបងប្អូននៅទេសភាពនៅសុកស្រែមើលបងប្អូនដើមថតមើល background នៅទស្សនាមានអារម្មណ៍ថាស្រស់ស្រាយសប្បាយចិត្តមែនទែនដល់ពេលយើង stress នៅផ្ទះយើង stress ហើយយើងមកវាលអញ្ចឹងទៅក៏អាចនឹកឃើញជាសាច់រឿងក៏ថាបានសរសេរសាច់រឿងអត់ចេញក៏នឹកឃើញវិធីសាស្ត្រប្រេងគាត់មួយហើយគាត់គិតអត់ចេញគាត់ចេះតែតាមខ្ញុំដែរបងប្អូនចាំមើលខ្ញុំបោកគាត់យ៉ាងម៉េចបងប្អូនចាំទស្សនាទាំងអស់គ្នាបងឡើយនាំគាត់មកថាវាលមកមើលវាលអញ្ចឹងទៅបាននឹកឃើញសាច់រឿងឆ្លាស់ខួរក្បាលអញ្ចឹងទៅយើងសរសេរសាច់រឿងចេញហើយក៏ថតជាវីដេអូ blog លេងតែមុនចូលទៅដល់ការប្រាំងរបស់ខ្ញុំយ៉ាងណាហ្នឹងបងប្អូនកុំភ្លេចទស្សនាវីដេអូនេះរហូតដល់ចប់នឹងឃើញអ្វីមួយដែលប្លែកដំបូងឡើយឲ្យគាត់នឹកអង្គុយកន្លែងណាឲ្យស្រួលមួយដើម្បីនឹកឃើញ concept ហើយវីដេអូនេះគឺនៅខាងភូមិអេអូតបងប្អូននេះហើយក៏បោកឲ្យគាត់បងប្អូនបោកឲ្យគាត់ស្លៀកសរងតែងខ្លួនជាស្រីពាក់សក់ពាក់អីបងប្អូនថាបងឯងធ្វើអញ្ចឹងនឹកឃើញ concept ហើយគាត់តាមដែរបងប្អូនមើលនាំស្លៀកសរងពាក់ខោអាវហើយក៏ឲ្យគាត់ស្លៀកសរងស្លៀកអីចឹងទៅហើយផាត់មុខផាត់អីតែងខ្លួនធ្វើជាយាយមួយយ៉ាងដែរបងប្អូនពេលយើងមកវាលយើងពាក់ខោអាវប្លែកមួយយ៉ាងដែរពាក់សក់ពាក់អីចឹងទៅក្មេងមកមើលប្រងព្រាតក្មេងមកតាមចង់កន្លះភូមិបងប្អូនសិស្សក្មេងចឹងហើយបងប្អូនក្រុមពួកខ្ញុំគឺអត់មាន team work team អីច្រើនទេគឺមានតែគ្នា2 3នាក់នឹងឯងហើយខ្ញុំសកម្មខ្លាំងនិយាយគឺខ្ញុំជាមួយគាត់ហ្នឹងឯងហើយនឹកឃើញសាច់រឿងទៅសេសាច់រឿងថតខ្ញុំទៅហើយនឹកតល់សាច់រឿងក៏ទៅសេជាមួយគាត់ចឹងទៅហើយនេះក៏បងឯងអង្គុយមកស្ទុះទៅនឹកឃើញសាច់រឿងក៏អត់ដឹងថាខ្ញុំបោកទេខ្ញុំប្រេងគាត់